ជំរាបសួរបងប្អូនអ៊ំពូមីងលោកតាលោកយាយទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំនឹងមកនិយាយពីប្រវត្តិខ្លះៗដែលតាក់ទងទៅនឹងប្រាសាទតាកែវប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាឃុំនគរធំក្រុងសៀមរាបខេត្តសៀមរាបប្រាសាទនេះសង់នៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5និងបានសង់ពីថ្មភក់ដែលមានទំហំ100ម៉ែត្រគុណនឹង120ម៉ែត្របើយោងតាមលោក Jacques Zodès ថាប្រាសាទនេះត្រូវគេបោះបង់ចោលព្រោះកាលនោះមានរន្ទះបាញ់ត្រូវប៉ុន្តែលោក Jacques Bollier យល់ថាដោយមានកើតហេតុការណ៍អាក្រក់មួយបណ្ដាលឲ្យគេបោះបង់ចោលសំណង់នេះលុះមកដល់រជ្ជកាលព្រះបាទសូរវរ្ម័នទី1ទើបទ្រង់បានបញ្ជាឲ្យគេធ្វើការជួសជុលឡើងវិញប៉ុន្តែបើយោងតាមអ្នកស្រី Coral Ray Mozart នៅក្នុងសៀវភៅផាតខ្មែរក្នុងនាមអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់គាត់បានសរសេរថាប្រាសាទតាកែវនេះកសាងដោយព្រះបាទជ័យវរ្ម័នទី5នៅក្នុងគ្រិស្តសករាជ974ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរព្រះមហាក្សត្រអង្គនេះបានឡើងសោយរាជ្យសម្បត្តិក្នុងវ័យកុមារភាពដូចនេះមានព្រះរាជគ្រូជាឧត្តមទីប្រឹក្សាផងនេះព្រះអង្គបានបញ្ជាឲ្យគេកសាងក្រុងថ្មីមួយឈ្មោះថាជោយេនិន្ទ្រគិរីដែលមានប្រាសាទភ្នំនៅចំកណ្ដាលហើយតាមការប៉ាន់ស្មានប្រាសាទហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯងអ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរប៉ុន្តែត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថាប្រាសាទនេះដូនតាខ្មែរធ្វើមិនទាន់ហើយក្តីក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថាជាហេមគិរីបូជនីយដ្ឋានកណ្ដាលនៃទីក្រុងជោយេននគរគិរីរបស់ព្រះបាទជ័យវរ្ម័នទី5ហើយបើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ទៀតថាប្រាសាទតាកែវត្រូវបានកសាងបង្ហើយដោយព្រះបាទសូរវរ្ម័នទី1ដែលបានឡើងសោយរាជ្យដើមសតវត្សទី11ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរនិងសូមជូនពរអ៊ំពូមីងលោកតាលោកយាយទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណនិងសូម